đại bà ông lục tu miền á ta hết ta nào tiệt thao luôn nâng anh ở dốc chỉ ti pưng đào luôn anh muốn nâng nẹt đào tới chuối giờ nhầm chẳng ấy chẳng na giật chôm miền sệt thia chia là cái toànศาสนาរបស់ព្រះសម្មាសម្ពុទ្ធនេះគឺញាតិញោមកំពុងតែរកឱកាសដើម្បីនឹងរកនៅប្រយោជន៍ប្រយោជន៍សម្រាប់ជីវិតរបស់យើងគ្រប់គ្នាញាតិញោមចឹងហ៎ឲ្យទៅជាមនុស្សសវោបុណ្យញាតិញោមហើយមនុស្សធ្វើបុណ្យនៅក្នុងពុទ្ធសាសនាមិនមែនមនុស្សល្ងងទេណាញាតិញោមកុសលេនធម្មអ្នកធម៌ដែលជាកុសលពាក្យថាបុណ្យនៅក្នុងដួងចិត្តរបស់ញាតិញោមនេះសិតតែជាកុសលនឹងកើតឡើងធ្វើឲ្យចិត្តរបស់យើងឆ្លៀសវៃប្រកបដោយសតិដោយបញ្ញាសេចក្តីព្យាយាមអណត់អត់ធន់ហើយបានអ្នកសវោបុណ្យនឹងទើបអាចទទួលទ្រព្យសម្បត្តិច្រើនអ្នកសវោបុណ្យនឹងទទួលនៅមង្គលច្រើនអ្នកសវោបុណ្យនឹងទៅជាមនុស្សមង្គលមង្គលហើយយើងពីដើមមកច្រើនតែជឿទៅលើពាក្យតគ្នាអត់ខំធ្វើបន់នេះបែរទៅនាំគ្នាអង្គុយចាំមើលអ្នកមានបន់ខ្ញុំចឹងហ៎ខុសអំពីធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធទោះបីជាប្រអិនអ្នកសវោបន់មកនៅក្បែរយើងបានជួបនឹងដែរញាតិញោមប៉ុន្តែក៏យើងអត់ដឹងបានអីពីប្រអិននឹងដែរខ្ញុំចឹងហ៎ណែក្នុងពធរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទូមានអញ្ចឹងណាបងឲ្យញាតិញោមប្រឹងប្រែងជាមនុស្សសវោបុណ្យសាងបុណ្យមានតែខ្លួនយើងទេបានធ្វើឲ្យជួបនឹងអំពើបុណ្យទទួលថាជាសេចក្តីសុខផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តរកទទួលទានដែលប្រកបទៅដោយកុសលបុណ្យនេះប្រកបទៅដោយមេត្តាបើមេត្តាតិចមែនប៉ុន្តែសាងជីវិតចិញ្ចឹមជីវិតក្រុមគ្រួសារម្ដាយឪពុកបងប្អូនកូនចៅនឹងតិចកាយតិចចិត្តនឹងបានខ្ញុំយ៉ាងហ៎បោនណាហ្នឹងឯងសាងនៅក្នុងសង្គមគ្រួសារផ្ទះតូចល្មមក៏ពិតមែនប៉ុន្តែរស់នៅក្នុងសង្ឃហធម៌ញាតិញោមសង្ឃហធម៌មនុស្សមានបុណ្យអត់ចង់ទទួលឲ្យខ្លួនឯងមានពៀទៅបៀតបៀនអ្នកដទៃអត់ឲ្យអ្នកណាភ័យខ្លាចទេញាតិញោមអ្នកមានបុណ្យនឹងដូចជាដើមឈើដែលមានមលុបដ៏តិចពេលណាដែលមនុស្សមកជ្រកអាស្រ័យហើយតែងតែសើថាបាត់នឿយហត់បាត់ទុក្ខបាត់លំបាកនៅក្នុងដំណើរនៃជីវិតហើយធ្វើដំណើរផ្លូវឆ្ងាយឲ្យមានកម្លាំងកាយកម្លាំងចិត្តយ៉ាងណាឱកាសនេះយើងបានជួបនឹងពុទ្ធសាសនាយើងត្រូវតែសន្សំបុណ្យញាតិញោមសុខហៅបញ្ញសៈឧច្ចយោការដែលមានសេចក្តីសុខនឹងត្រង់មានបុណ្យនឹងឯងអ្នកដែលបានសន្សំបុណ្យច្រើនហើយអត់ខ្វះឲ្យសុខខ្ញុំចឹងហ៎ណាអត់ខ្វះឲ្យសុខប៉ុន្តែបើបុណ្យតិចហើយទៅចង់ជួបនៅនេះក៏គេអត់ឲ្យជួបផងចឹងហ៎ចង់ទៅតំណាក់តំណងដៃគូរកទទួលទានប៉ុន្តែបុណ្យយើងស្ទើរគេរវល់រហូតចឹងហ៎យើងអង្គុយចាំរហូតទៅដល់លែងបានជួបក៏មានចឹងហ៎ប៉ុន្តែបើយើងមានបុណ្យណាបងគេរៀបចំកៅអីទុកឲ្យយើងតែហ្មងបងមាននិស្ស័យយើងក៏ដូចគេក៏ដូចយើងចង់ជួបអ្នកមានបុណ្យជួបសប្បុរសអ្នកមានធម៌មនុស្សល្អគេក៏ចង់ជួបមនុស្សល្អដែរណាលោកល្អដែរអញ្ចឹងមនុស្សល្អយើងជួបតាណាបានស្រួលចាប់ផ្ដើមពីខ្លួនយើងតទៅអត្តសទ្ធិញាតិញោមហ្នឹងហ៎ដែលព្រះអង្គលោកទូមានណាអត្តាហេអត្តណោទាថោខ្លួននឹងឯងឲ្យយកជាទីពឹងដល់ខ្លួនឯងមុននឹងអ្នកដទៃជួយយើងខ្ញុំចឹងហ៎បើគេយើងនេះជាមនុស្សខ្វះបុណ្យទោះបីគេជួយទ្រព្យសម្បត្តិយោស័កប្រមាណក៏ទ្រព្យគេអត់បានទេញាតិញោមទទួលតំណែងអត់បានទេជួនកាលគ្រោះថ្នាក់នឹងតំណែងទៀត